Hello សួស្តីអ្នកនាងថ្ងៃនេះខ្ញុំនាំអ្នកនាងទៅមើលកន្លែងលក់បុកល្ហុងកន្លែងលក់ម្ហូបអាស៊ីយើងនៅខាងរដ្ឋខ្ញុំវិញម្ដងដែលកន្លែងហ្នឹងគឺមានឈ្មោះថា FDR Park អញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅកន្លែងហ្នឹងជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងដើម្បីទៅដល់កន្លែងហ្នឹងគឺខ្ញុំត្រូវធ្វើដំណើរជិត1 ម៉ោងឯដែរអញ្ចឹងណាហើយថ្ងៃដែលខ្ញុំទៅហ្នឹងគឺស្ទះខ្លាំងមែនតើស្ទះឡើងចូលចង់2 ម៉ោងតាំងផ្លូវវាងផ្លូវអីទៀតហើយនិយាយទៅគាត់អង្គុយក្នុងឡានស្ទះផ្លូវហ្នឹងគឺឡើងឈឺក្បាលហ្មងណាប៉ុន្តែទីបំផុតយើងក៏បានមកដល់កន្លែងហ្នឹងហើយមកដល់កន្លែងហ្នឹងគឺរឿងដែលឈឺក្បាលមួយទៀតគឺពិបាករកកន្លែងចតហ្នឹងត្មងព្រោះថានៅកន្លែងហ្នឹងគឺមនុស្សមកច្រើនមែនតើអ្នកនរគ្នានិយាយទៅយើងជិះឡើងមកជុំវិញផាកហ្នឹងហើយគឺអត់ទាន់រកបានកន្លែងចតទៀតហើយនិយាយថាបើថាថ្ងៃណារកបានកន្លែងចតលឿនហ្នឹងគឺសុបាយចិត្តហ្មងដោយសារតែកន្លែងហ្នឹងមិនមែនត្រឹមតែជាផ្សារអាស៊ីរបស់យើងទេគឺមានទាំងសាសគេនិយាយទៅសាសស្ពេននេះឬមួយក៏ជនជាតិអាមេរិកហ្នឹងក៏គេទៅនាំគ្នាទៅលេងនៅហ្នឹងដែរអញ្ចឹងថ្ងៃនេះខ្ញុំសំណាងដោយសារខ្ញុំទៅដល់ភ្លាមគឺរកបានកន្លែងចតភ្លាមហ្មងហើយសំខាន់បានចតចិត្តនៅកន្លែងច្រកដើរចូលទៀតហើយនេះគឺជាផ្លូវច្រកដើរចូលរបស់គេហើយខ្ញុំមកថ្ងៃនេះគឺមកចំថ្ងៃបើកថ្ងៃហើយអាកាសធាតុល្អទៀតតែ25 អង្សាទេអូខេអញ្ចឹងខ្ញុំសូមនិយាយពីផ្សារហ្នឹងទីផ្សារហ្នឹងគឺគេហៅឈ្មោះថា Southeast Asian Market FDR Park តែផ្សារហ្នឹងគឺគេបើកចំពោះតែថ្ងៃសៅរ៍អាទិត្យទេណាហើយសៅរ៍អាទិត្យនៅខែ Summer អីចឹងណាខែត្រជាក់គឺគេបើកទេហើយចំពោះនៅក្នុងផ្សារហ្នឹងគឺមានជនជាតិអាស៊ីយើងដូចជាវៀតណាមឡាវខ្មែរហើយនិងជនជាតិថៃអីក៏មានដែរគឺគេមកលក់អីនៅហ្នឹងលក់នៅហ្នឹងមានអីគេខ្លះគឺមានដូចជាបុកល្ហុងសាច់អាំងនំក្រូចអីហ្នឹងនិយាយទៅអាពួកអស់ហ្នឹងដែលខ្ញុំនិយាយហ្នឹងគឺមានតែខ្មែរយើងទេដូចនំក្រូចនំអីហ្នឹងបើឡាវអីគាត់លក់បុកល្ហុងអីចឹងដូចកន្លែងអ៊ីខ្ញុំដែលខ្ញុំដូចកន្លែងអ៊ីនេះដែលខ្ញុំពងតែទិញហ្នឹងគឺគាត់ជាជនជាតិឡាវហើយនិយាយទៅបុកល្ហុងហ្នឹងគឺខ្ញុំដើរភ្លក់ដែរអត់សូវត្រូវចិត្តត្រូវតែកន្លែងគាត់អីចឹងណាអញ្ចឹងទៅបាទខ្ញុំទៅលក់ទិញកន្លែងគាត់ហ្នឹងហើយនេះគឺជាទស្សនវិជ្ជាខ្លះៗដែលនៅក្នុងផ្សារហ្នឹងណានេះគឺគេលក់របៀបជាស្តង់អីចឹងណានិយាយទៅគឺគេមានលក់ច្រើនមុខអ្នកនរគ្នាដូចមានលក់កៅអាវលក់អីចឹងហើយបន្លែខ្មែរបន្លែអីហ្នឹងក៏មានដែរទឹកអំពៅអីនំគ្រក់នំអីលតឆាលតអីទៅគឺមានច្រើនម៉ូតដែរទៅរបៀបដូចម្ហូបនៅខ្មែរយើងចឹងហើយមិនត្រឹមតែអ្នកលក់មានច្រើនជាតិសាសន៍ហើយអ្នកមកទិញហ្នឹងក៏មានច្រើនជាតិសាសន៍ដែរអ្នកនរគ្នានិយាយទៅមិនមែនតែខ្មែរយើងណានៅពេលដែលដើរគឺមានកូរ៉េមានជនជាតិកូរ៉េជនជាតិឡាវហើយនឹងជនជាតិអាមេរិកអីក៏គេមកញ៉ាំដែរអ្នកខ្លះគេចូលចិត្តអីចឹងណាហើយឃើញភាគច្រើនគឺកូនខ្មែរដែលគាត់កើតនៅហ្នឹងគាត់និយាយសូវច្បាស់ឲ្យពេលទៅទិញហ្នឹងចឹងទៅបណ្ដឹងថាគាត់ខ្មែរអញ្ចឹងហើយខ្ញុំទិញមកទិញនេះគឺមិនមែនទិញតាបុកល្ហុងសាច់អាំងអីណាខ្ញុំឃើញបន្លែល្អអីក៏ខ្ញុំទិញដែរព្រោះថាតកួននៅផ្សារអាស៊ីនៅចិត្តផ្ទះខ្ញុំហ្នឹងថ្លៃម្ដុំ10 រៀល 8 រៀលអីនៅនេះខ្ញុំសួរគាត់ទៅគាត់ម្ដុំ2 រៀលអីអញ្ចឹងខ្ញុំក៏ទិញពីនេះទៅហ្មងទៅហើយអ្នកលក់ហ្នឹងគឺជាជនជាតិខ្មែរដែរហើយបន្ទាប់មកខ្ញុំក៏បានដើរមកទិញទឹកអំពៅណាត់ហេនេះខ្មែរអ្នកលក់ដែរអីអញ្ចឹងណាប៉ុន្តែខ្ញុំញ៉ាំទៅអត់សូវឆ្ងាញ់ដូចនៅខ្មែរទេអត់ដឹងថាមកពីអីដែរហើយបន្ទាប់មកខ្ញុំក៏បានដើរមកទិញសាច់គោអាំងនៅនេះ2ឆ្កាក់5 រៀលហើយនេះខ្មែរអ្នកលក់ដែរនិយាយទៅខ្ញុំទិញសុទ្ធតែនៅកន្លែងខ្មែរទាំងអស់មានតែបុកល្ហុងឯដែលទិញនៅកន្លែងឡាវហើយពេលហ្នឹងគឺខ្ញុំបំបីគ្នាដើរមួយអ៊ីខ្ញុំនេះមកដល់ពេលមកជុំគ្នាបានឡើងមកកំភ្លុះហើយដល់ពេលជួបអ៊ីខ្ញុំក៏ទិញនំខូចអូនិយាយពីថាដាក់មួយម៉ាត់ហ្នឹងទៅឆ្ងាញ់មែនអត់បានញ៉ាំអីអញ្ចឹងបន្ទាប់ពីខ្ញុំទិញរបស់ញ៉ាំអីហើយអស់ក៏ហៅកន្លែងអង្គុយហើយហៅកន្លែងបានចំកន្លែងល្អទៀតណាស់និយាយទៅនៅមាត់បឹងគេហ្មងហើយនិយាយថាទេសភាពវិញអែមហើយនេះគឺជាសាច់អាំងដែលខ្ញុំបានទិញទៅទិញទុកញ៉ាំនឹងហងទិញទុកញ៉ាំនៅផ្ទះទៀតអញ្ចឹងបន្ទាប់ពីយកសាច់ហើយដល់វគ្គបើកក្របបុកល្ហុងនេះហើយអូនិយាយទៅខ្ញុំអ្នកចូលចិត្តបុកល្ហុងណាអូយអាពេលញ៉ាំហ្នឹងពេលនាំបានញ៉ាំលេបទឹកមាត់អស់មិនចេះតិចដងហើយពេលឥឡូវមកកាត់វីដេអូលេបទឹកមាត់ទៀតYeah, like it's like that's objectively a flaw. I like it. I think I wouldn't be bad for it. Because like everything you do, like trying to like it's not like I think you would do. ចឹងនៅពេលដែលញ៉ាំហើយហ្នឹងវាក៏រៀងល្ងាចដែររបៀបម៉ោង 5 អីចឹងណាហើយខ្ញុំក៏ដល់ម៉ោងទៅផ្ទះដែរអញ្ចឹងវីដេអូនេះហ្នឹងក៏មានតែប៉ុណ្្នឹងដែរសង្ឃឹមថាអ្នកឲ្យជួយចិត្តវីដេអូរបៀបអញ្ចឹងណាហើយចាំជួបគ្នានៅវីដេអូក្រោយបាយ